បាទជម្រាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីវិធីសាស្ត្រក្នុងការ download វីដេអូចេញពី Facebook យកមកប្រើប្រាស់អញ្ចឹងកុំឲ្យខាតពេលយូរជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook ជាមុនសិនមកហើយបន្តមកទៀតបងប្អូនអាចធ្វើការចុចទៅលើវីដេអូណាមួយដែលបងប្អូនពេញចិត្តអញ្ចឹងខ្ញុំសូមចុចទៅកន្លែង profile នេះសិនហើយខ្ញុំនឹងចូលទៅដល់ page នេះតែម្ដងដើម្បីទៅជ្រើសរើសវីដេអូមួយយកមកបង្ហាញបងប្អូនតែម្ដងបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការជ្រើសរើសវីដេអូមួយនេះបាទអញ្ចឹងដើម្បីយើងធ្វើការ download បានគ្រាន់តែធ្វើការចុចកន្លែងពាក្យថា share នេះបាទ share ខាងក្រោមហ្នឹងមករួចបងប្អូនត្រូវ scroll កន្លែងត្រង់ចំណុចខាងក្រោមនេះបាទអញ្ចឹងយើង scroll មកយើងយកពាក្យថា copy link បាទអញ្ចឹងយើងចុចទៅលើ copy link មកបាទអញ្ចឹងយើងបិទវាចេញសិនហើយបន្តមកទៀតយើងចូលទៅកាន់ជ្រោមបាទសម្រាប់បងប្អូនដែលប្រើ Android ណាចូលទៅកាន់ជ្រោមក៏បាន Google ក៏បានបាទអញ្ចឹងសម្រាប់ iPhone គឺយើងអាចចូលតាម Safari បាទអញ្ចឹងខ្ញុំសូមចុចទៅលើជ្រោមហើយបន្តមកទៀតត្រង់ចំណុចនេះខ្ញុំសូមវាយពាក្យថាអូខេ Facebook Video Downloaderចាំបងប្អូនត្រូវវាយពាក្យហ្នឹងមកណាបាទអូខេបន្ទាប់យើងវាយរួចរាល់ហើយយើងចុចពាក្យ search មកអញ្ចឹងត្រង់ចំណុចខាងលើនេះបងប្អូនចុចទៅលើ link ហ្នឹងមកបន្ទាប់មកយើងធ្វើការ pass បាទយើងសង្កត់ឲ្យជាប់យើងធ្វើការ pass បន្ទាប់មកយើងចុចពាក្យថា download ចឹងបន្ទាប់ពីយើងធ្វើការចុចកន្លែងត្រង់ download ហើយត្រង់ចំណុចខាងក្រោមនេះវានឹងបង្ហាញឲ្យយើងឃើញតែម្ដងបាទនេះគឺជាវីដេអូដែលយើងបាន copy មុនហ្នឹងហើយបន្តមកទៀតខាងក្រោមនេះគឺលក្ខណៈទំហំវីដេអូចឹងបើសិនជាបងប្អូនចង់បានធម្មតាគឺយើងចុចត្រង់ចំណុចលើមកដែលគេដាក់ថា download video in normal quality បាទបើសិនជាចង់បានវីដេអូកាន់តែច្បាស់គុណភាពល្អគឺយើង download ត្រង់ចំណុចខាងក្រោមនេះដែលគេដាក់ថា download video in HD quality បាទអញ្ចឹងយើងចុចទៅលើហ្នឹងមកចាំបងប្អូនរងចាំតិចនេះវាកំពុងតែធ្វើការ download ណាអញ្ចឹងយើងចុចកន្លែង detail មកដើម្បីយើងទៅមើលកន្លែង download តែម្ដងបាទវាកំពុងតែដំណើរការក្នុងការ download វីដេអូមួយហ្នឹងហើយអញ្ចឹងនៅពេលដែលធ្វើការ download រួចរាល់ហើយយើងអាចសាកល្បងចុចមើលបានអញ្ចឹងណាបងប្អូនបាទចឹងងាយទេបងប្អូនចង់បានវីដេអូ download ចេញពី Facebook ចឹងបន្ទាប់ពីធ្វើការ download ហើយខ្ញុំនឹងធ្វើការសាកល្បងបើកឲ្យបងប្អូនមើលតែម្ដងបាទនេះគឺជាវីដេអូដែលយើងបានធ្វើការ download ណាបងប្អូនបាទចឹងនៅពេលដែលយើងធ្វើការ download បែបហ្នឹងហើយគឺវានឹងចូលទៅដល់ gallery របស់យើងហើយចឹងមានន័យថាចូលទៅដល់កន្លែងរូបភាពណាបាទកន្លែង photo យើងហ្នឹងមកយើងគ្រាន់តែចុចកន្លែង photo មកយើងអាចធ្វើការបើកនៅវីដេអូនឹងបានហើយបងប្អូនណានេះវីដេអូដែលយើងបានធ្វើការ download ណាចឹងបងប្អូនគ្រាន់តែចុចត្រង់ចំណុចហ្នឹងមកយើងនឹងឃើញវីដេអូដែលយើងបាន download មិញហ្នឹងហើយនេះគឺជាវីដេអូដែលយើងបានធ្វើការ download រួចរាល់ហើយគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាចឹងសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ subscribe ម្នាក់មួយផងបើសិនជាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានអរគុណច្រើនជម្រាបលា